ចាជំរាបសួរបងប្អូនទីស្រឡាញ់អរគ្នាបងប្អូនជួបជាមួយនឹងម្ដាមសតិកាចឹងមានបងប្អូនជាច្រើនដែលគាត់បានសួរខ្ញុំថាពេលដែលទៅសមាធិឬក៏ធ្វើវិបស្សនានៅពុទ្ធមណ្ឌលធរៈរយៈពេល10ថ្ងៃចាតើទទួលបានអ្វីខ្លះចឹងសម្រាប់ថ្ងៃនេះបងប្អូនខ្ញុំហ៊ាននិយាយថាឲ្យបងប្អូនសាក់លបងមើលមានន័យថាសាក់លបងចិត្តខ្លួនឯងណាអត់ញ៉ាំបាយល្ងាចរយៈពេល10ថ្ងៃអត់កាន់ទូរស័ព្ទរយៈពេល10ថ្ងៃអត់និយាយគ្នារយៈពេល10ថ្ងៃតើបងប្អូនអាចធ្វើបានអត់បើបងប្អូនធ្វើបានមានន័យថាបងប្អូនឈ្នះខ្លួនឯងគឺជាចំណុចមួយដ៏ពិសេសរយៈពេល10ថ្ងៃចាហើយទៅទីនោះលែម្សៅអីគឺអត់ឲ្យប្រើទេអញ្ចឹងយើងទៅដល់វត្តមានន័យថាទម្លាក់គ្រប់យ៉ាងទាំងអស់គឺធ្វើតាមលោកម្ចាស់ឬក៏គ្រូដែលគាត់មើលថែយើងរយៈពេល10ថ្ងៃហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាចាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំទៅដល់ទីនោះរយៈពេល10ថ្ងៃចារយៈពេល10ថ្ងៃខ្ញុំឃើញថាក្រោមការដឹកនាំរបស់ម៉ាក់មុនដំបូងគឺខ្ញុំធ្វើនៅផ្ទះទេបងប្អូនចាគឺខ្ញុំធ្វើនៅផ្ទះសមាធិនៅផ្ទះរយៈពេល1ម៉ោងកន្លះម៉ោងអីចឹងទៅដល់ពេលឆ្នាំទៅ2024ចាគឺខែ8ថ្ងៃទី1ដល់ថ្ងៃទី10គឺខ្ញុំបានទៅពុទ្ធមណ្ឌលវិបស្សនាធុរៈរយៈពេល10ថ្ងៃដែលនៅជិតអាដុងយើងនេះទេបងប្អូនគឺខ្ញុំធ្វើការលះបង់មែនតើចាលះបង់សំបីតែលុយក៏មិនឲ្យកាន់ដែរណាបងប្អូនអរគ្នាចាគឺលះបង់ទោសៈមោហៈដែលកលេសដែលនៅជាប់ខ្លួនយើងរយៈពេលរាប់ជាតិដែរបងប្អូនអរគ្នាមើលណាសង្ខេបមានន័យថាយើងកើតមកបើគិតជាឆ្អឹងគឺគំនរដូចជាភ្នំហើយតែដូចបើនិយាយទៅហៅថាខ្ញុំមានឧបនិស្ស័យចាតជាតិមកហើយទៅខ្ញុំអាចទៅធ្វើរឿងនេះបានចាហើយបងប្អូនខ្លះគាត់ថាខ្ញុំធ្វើមិនបានទេខ្ញុំលះបង់ផ្ទះបានមុខរបរការរស់ស៊ីចាបើសិនជាជីវិតរបស់បងប្អូនអរគ្នាល្អប្រសើរហើយផ្លូវចិត្តបងប្អូនល្អហើយបងប្អូនមិនចាំបាច់ទៅទេតែបើបងប្អូនមួយថ្ងៃអ្នកខ្លះខ្ញុំឃើញមានលុយដល់ច្រើនខុនដូច្រើនកន្លែងផ្ទះច្រើនកន្លែងតែមួយយប់ដល់ថ្នាក់លេបឆ្នាំឲ្យមកងុយគេងព្រោះគេងអត់លក់អានឹងមកពីអីគឺផ្លូវចិត្តរបស់យើងចាមិនទទួលបានការអប់រំឡើយអញ្ចឹងនៅពេលបច្ចុប្បន្ននេះគឺមានន័យថាទូលំទូលាយចាយើងអាចមើលនៅក្នុងបណ្ដាញសង្គម Facebook ដែលឃើញលោកផុសអីអញ្ចឹងទៅអូនេះចំណាយពេល10ថ្ងៃដើម្បីខ្លួនឯងសាងជីវិតឲ្យខ្លួនឯងឲ្យមានផ្លូវចិត្តមួយអោបចិត្តដែលអប់រំនិងចិត្តមិនបានអប់រំគឺខុសគ្នាបងប្អូនចាអញ្ចឹងនៅពេលដែលយើងបានអប់រំពីការសមាធិបងប្អូនពេលដែលយើងមានទោសៈមោហៈយើងអាចទាញខ្លួនឯងបានចាថយមួយចំហៀនមកអង្គុយឲ្យដកដង្ហើមចេញចូលអញ្ចឹងយើងកើតមានមេត្តាចិត្តណាបងប្អូនតែបើសិនជាអត់មានការសមាធិទេគឺគេខឹងហើយត្រូវគប់ចាត្រូវបោកត្រូវកាប់ចាអានេះគឺដោយសារអីចរិតមនុស្សគឺកាចតែម្ដងអត់មានអីទប់បានទេក៏ប៉ុន្តែបើមានការសមាធិយើងមានមេត្តាចិត្តគឺទាញមកចាគឺឲ្យមេត្តាក្នុងខណៈពេលហ្នឹងគ្រាន់តែយើងទាញពឹបគឺយើងអាចយកឈ្នះខ្លួនឯងបានណាចាអញ្ចឹងការយកឈ្នះខ្លួនឯងគឺជាការយកឈ្នះមួយដោយព្រះពុទ្ធមានពុទ្ធដីកាថាគឺជាការយកឈ្នះដ៏ប្រសើរបំផុតមិនមែនជាការយកឈ្នះអ្នកដទៃគឺប្រសើរទេចាអញ្ចឹងនៅពុទ្ធមណ្ឌលបងប្អូនគឺមានបើកវគ្គគ្រប់ខែទាំងអស់ចាតែបើមានប៉ុនទៀនអីគឺអត់មានទេចាអញ្ចឹងបងប្អូនអាចទៅសាក់លបងចាត់យើងតែអាចយកឈ្នះខ្លួនឯងបានប៉ុណ្ណាកុំខ្លាំងចាខ្លាំងហើយទៅសមាធិគឺជាយើងដាក់ខ្លួនទៅសមរភូមិមួយគឺជាច្បាំងជាមួយខ្លួនឯងបងប្អូនយើងសម្រាប់តែពេលញ៉ាំបាយទេគឺស្លៀកឈុតសបែបនេះចាតែពេលគេងទេយើងស្លៀកខោអាវធម្មតាអញ្ចឹងមួយថ្ងៃពេញគឺយើងធ្វើការស្លៀកឈុតបែបនេះហើយទៅអង្គុយចាគឺទៅអង្គុយត្រាំតែដឹងដង្ហើមចេញក៏ដឹងចូលក៏ដឹងចាអញ្ចឹងបងប្អូនចង់ដឹងថាខ្លួនឯងប្រកែពិតប្រកាសមែនអត់ខ្លាំងពិតប្រកាសមែនអត់បងប្អូនទៅទីចាអញ្ចឹងคลิปវីដេអូមួយនេះគឺជាការចែករំលែករបស់ម្ដាមសតិកាដោយខ្ញុំទទួលបានពាល់និងយល់ដឹងពីតិចតួចមិនច្រើនទេបងប្អូនក៏ប៉ុន្តែដោយក្តីស្រឡាញ់គឺធ្វើការចែករំលែកទៅកាន់បងប្អូនអរគ្នាចូលលះបង់ពេលវេលាខ្លះបើសម្រាប់ខ្ញុំ1ឆ្នាំគឺខ្ញុំទៅម្ដងដល់វ័យបន្តិចទៀតគឺខ្ញុំទៅញឹកហើយចាអូខេដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសតិកាអរគុណបងប្អូនអរគ្នាចូលស្រឡាញ់ខ្លួនឯងចូលដើរលើសេចក្តីល្អចូលដឹកនាំខ្លួនឯងដើរលើសេចក្តីល្អពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោងឲ្យបានចាអរគុណបងប្អូនកុំប្រាប់ថាខ្ញុំស្រឡាញ់ខ្លួនឯងទិញមាសពាក់ចាំ